ហើយយើងក៏មានពពួកផលិតផល Bio-Resi Coffee ដែលជាប្រភេទកាហ្វេ 3 in 1 ផ្សំនឹងចម្រាញ់ចេញពីផ្សិតលីងជឿពណ៌ក្រហមនិងម្សៅទឹកដោះគោដែលមានជាតិខ្លាញ់កម្រិតទាបមានរសជាតិឆ្ងាញ់គុណប្រយោជន៍របស់វាជួយទៅឲ្យប្រព័ន្ធនៃការចងចាំមានភាពប្រសើរខ្សែភ្នែកបេះដូងនិងថ្លើមរបស់យើងដំណើរការល្អហើយការពារមិនឲ្យយើងមានបញ្ហាអាឡែហ្ស៊ីផ្សេងៗហើយមិនតែប៉ុណ្ណោះគឺវាទៅជួយធ្វើអារម្មណ៍យើងស្រស់ស្រាយការដែលពិសា Bio-Resi Cafe ជារៀងរាល់ថ្ងៃនឹងធ្វើឲ្យមុខរបស់អល់ស្រីក្មេងជាងវ័យហើយវាក៏ជាពពួកផលិតផលដែលជួយទៅទប់ស្កាត់និងមិនអនុញ្ញាតឲ្យយើងឡើងទម្ងន់ប៉ុន្តែវាមិនមែនជាតួអង្គសម្រក់នោះទេគ្រាន់តែទប់ស្កាត់មិនឲ្យយើងឡើងទម្ងន់ការពិសាកាហ្វេគឺយើងអាចយកមួយកញ្ចប់លាយជាមួយទឹកក្តៅបរិមាណ100ទៅ150មីលីលីត្រយើងអាចលាយជាមួយនឹងទឹកត្រជាក់ក៏បានទឹកក្តៅក៏បានឬក៏ទឹកធម្មតាក៏បានយើងអាចញ៉ាំកាហ្វេមុនឬក្រោយបាយចាអត់មានបញ្ហាហើយកាហ្វេនេះគឺសម្រាប់អ្នកដែលមិនអាចពិសាកាហ្វេបានដែលជាកាហ្វេដែលមានជាតិកាហ្វេអ៊ីនខ្ពស់តែកាហ្វេរបស់យើងគឺជាពូជកាហ្វេដែលមានជាតិកាហ្វេអ៊ីនត្រឹមតែ 11.5 មីលីក្រាមតែប៉ុណ្ណោះបើសិនជាថ្ងៃនេះអស់លោកស្រីមិនបានពិសាពពួកជាតិកាហ្វេអ៊ីនចូលទៅក្នុងខ្លួនយើងនឹងមានអាការៈបាត់បង់ការចងចាំភ្លេចភ្លាំងយ៉ាងច្រើនពីព្រោះកាហ្វេអ៊ីនដែលមានកម្រិតបរិមាណត្រឹម 11.5 មីលីក្រាមវាជាកាហ្វេអ៊ីនដែលល្អបំផុតសម្រាប់ជួយ support រាងកាយរបស់មនុស្សយើងនិងខួរក្បាលដោយត្រង់តែម្ដងហើយថ្ងៃនេះបើអល់ស្រីពិសាកាហ្វេមិនបាននាងខ្ញុំសូមជម្រាបសួរថាអល់ស្រីអាចពិសាកូកាកូឡាបានដែរទេចាពីព្រោះកាហ្វេអ៊ីននៅក្នុងកាហ្វេ Bio-Resi Cafe យើងនេះវាតិចជាងកាហ្វេអ៊ីននៅក្នុងពពួកកូកាកូឡាទៀតសូម្បីតែកូនក្មេងក៏អាចញ៉ាំបានដែរចា